ម៉ែហើយនឹងពុកឯងបានគិតរួចហើយខែក្រោយម៉ែរៀបការឯងជាមួយក្មួយតារាហើយគ្រួសារគេពេញចិត្តនឹងកូនណាថាម៉េចនឹងម៉ែខ្ញុំមិនទាន់ចង់រៀបការទេម៉ែមិនទាន់ចង់រៀបការក៏ម៉ែត្រូវតែឲ្យកូនរៀបការជាមួយគេដែរព្រោះម៉ែទៅនិយាយជាមួយគ្រួសារគេរួចហើយនឹងលើកឯងនេះឲ្យកូនប្រុសរបស់គេហេតុអីពុកម៉ែបង្ខំកូនឲ្យរៀបការកូនមិនបានស្រឡាញ់គេផងឲ្យកូនរៀបការជាមួយគេបានចឹងមិនទៅយកអ្នកមានហើយគិតថាបានសុខស្រួលហើយមែនទេពុកចុះសុភមង្គលកូនពុកដែរគិតខ្លះទេថាកូននឹងមានសុភមង្គលជាមួយអ្នកមាននោះសុភមង្គលវាមកក្រោយទេកូនសំខាន់គេមានទ្រព្យឲ្យកូនរស់នៅមិនពិបាកពេលកូនរៀបការហើយកូននឹងស្រឡាញ់គ្នាហើយខ្ញុំមិនគិតដោយពុកម៉ែចឹងនោះទេខ្ញុំត្រូវការសុភមង្គលពិតប្រាកដមិនមែនដោយសារទ្រព្យនោះទេខ្ញុំរស់នៅបែបម៉េចក៏បានដែរឲ្យតែខ្ញុំបានរៀបការជាមួយមនុស្សដែលខ្ញុំស្រឡាញ់ហើយគេក៏ស្រឡាញ់ខ្ញុំវិញមនុស្សរកចិត្តកុំគិតចង់មកវាយខ្ញុំឲ្យសោះគ្មានស្រីណាម្នាក់មកវាយខ្ញុំបែបនេះនោះទេនាងពិតជាហ៊ានណាស់លែងដៃខ្ញុំណាលែងភ្លាមទៅដៃនាងពិតជាទន់មែនអញ្ចឹងតាបានជាខ្ញុំដកចិត្តមិនរួចពីនាងសោះកុំគិតថាចង់ទៅណាឲ្យសោះមកជាមួយបងមកអត់ទេលែងខ្ញុំទៅនេះណាកុំមកប៉ះពាល់សង្សាររបស់អញឲ្យសោះអូយយើឯងហ៊ានវាយយើងផងហ៎ឯងដឹងថាយើងជានរណាទេយើងមិនខ្វល់ថាឯងជានរណាទេថ្ងៃក្រោយកុំឲ្យយើងឃើញមុខឯងទៀតឯងរឿងភក្តីស្នេហ៍ភាគទី1បងវិឆ័យអូនមានរឿងចង់សួរបងរឿងអីទៅអូនពេលណាតើបងចូលស្ដីទៅដឹងអូនទៅបងមិនទាន់មានលុយទេអូនប្រហែលជា3ឆ្នាំទៀតទម្រាំតែបងសំលុយបានក្រុមយូរណាស់ហើយបងអូនមិនចង់លួចលាក់អ្នកផ្ទះមកជួបបងញឹកញាប់បែបនេះទេអូនខ្លាចថ្ងៃណាមួយគាត់ដឹងរឿងរបស់ពួកយើងណាអូនខ្លាចធ្វើអីទៅពួកយើងបានស្រឡាញ់គ្នាហើយគាត់មិនបំបាច់បំបាក់ពួកយើងទេតែអូននៅខ្លាចរឿងនេះកាត់ឡើងកុំខ្លាចអីអូនទោះជាមានរឿងអ្វីក៏ដោយក៏បងមិនចោលអូននោះទេបងនឹងនៅតែស្រឡាញ់អូនជានិច្ចបងសន្យានឹងអូនបានទេថាមិនចោលអូនទោះជាមានរឿងអីក៏ដោយបាទបងសន្យាថាមិនចោលអូននោះទេបងស្រឡាញ់អូនណាស់រឿងអីដែលបងត្រូវបោះបង់អូនចោលនោះអូនសង្ឃឹមថាស្នេហាពួកយើងនឹងរលូនទៅមុខជារៀងរហូតផងចុះបាទអូនមិនយូរទៀតទេបងនឹងមានលុយគ្រប់បងនឹងទៅដណ្ដឹងអូនមកធ្វើជាប្រពន្ធបងឲ្យបានអូននឹងរងចាំថ្ងៃនោះមកដល់អូនក៏ត្រូវសន្យានឹងបងដូចគ្នាថានឹងរងចាំបងមិនយកអ្នកផ្សេងទេអូនសន្យាអូនមិនរៀបការជាមួយអ្នកណាក្រៅពីបងទេបាទអូនបងស្រឡាញ់អូនណាស់រីតាអូនក៏ដូចគ្នាដែរបងរីតាឯងទើបមកពីណាខ្ញុំមកពីដើរលេងណាម៉ែម៉ែពុកពិសាបាយហើយនៅទេម៉ែមានរឿងចង់និយាយជាមួយកូនរឿងអីទៅម៉ែហើយនឹងពុកឯងបានគិតរួចហើយខែក្រោយម៉ែរៀបការឯងជាមួយក្មួយតារាហើយគ្រួសារគេពេញចិត្តនឹងកូនណាថាម៉េចនឹងម៉ែខ្ញុំមិនទាន់ចង់រៀបការទេម៉ែមិនទាន់ចង់រៀបការក៏ម៉ែត្រូវតែឲ្យកូនរៀបការជាមួយគេដែរព្រោះម៉ែទៅនិយាយជាមួយគ្រួសារគេរួចហើយនឹងលើកឯងនេះឲ្យកូនប្រុសរបស់គេហេតុអីពុកម៉ែបង្ខំកូនឲ្យរៀបការកូនមិនបានស្រឡាញ់គេផងឲ្យកូនរៀបការជាមួយគេបានចឹងមិនទៅពុកម៉ែមិនបានបង្ខំកូនទេពុកទុកពេលឲ្យកូនស្គាល់គ្នាជាមួយតារាសិនពេលដែលកូនស្គាល់ពីគ្នាហើយពុកម៉ែនឹងរៀបចំមង្គលការឲ្យកូនណាមែនហើយកូនកុំគិតថាម៉ែបង្ខំអីម៉ែមិនបានបង្ខំទេម៉ែក៏ទុកពេលឲ្យកូនយល់ព្រមដែរខ្ញុំមិនព្រមទេម៉ែពុកខ្ញុំមានមនុស្សនៅក្នុងចិត្តខ្ញុំរួចហើយខ្ញុំមិនរៀបការជាមួយអ្នកផ្សេងទេយាយហើយឯងទៅស្រឡាញ់គ្នាជាមួយអ្នកណាពេលណាមិនក៏ម៉ែមិនដឹងខ្ញុំមិនប្រាប់ម៉ែទេដឹងត្រឹមថាខ្ញុំមានអ្នកដែលខ្ញុំស្រឡាញ់ពេញចិត្តហើយម៉ែកុំបង្ខំខ្ញុំឲ្យរៀបការជាមួយអ្នកណាទៀតអីមើលកូនឯងនិយាយចុះពុកវាមិនគិតទេថាយើងធ្វើនេះដើម្បីវាសោះដើម្បីខ្ញុំត្រង់ណាទៅម៉ែធ្វើនេះដូចជាធ្វើបាបកូនទៅវិញទេ
ពុកម៉ែធ្វើនេះព្រោះតែចង់ឲ្យកូនរស់នៅសនុកសុខស្រួលឯងដឹងទេក្មួយតារាគេជាកូនអ្នកមានហើយរាល់ថ្ងៃនេះគេជាថកែទៀតបើកូនបានរៀបការជាមួយនឹងគេជីវិតកូននឹងបានសុខស្រួលណាកូនយកអ្នកមានហើយគិតថាបានសុខស្រួលហើយមែនទេពុកចុះសុភមង្គលកូនពុកដែរគិតខ្លះទេថាកូននឹងមានសុភមង្គលជាមួយអ្នកមាននោះសុភមង្គលវាមកក្រោយទេកូនសំខាន់គេមានទ្រព្យឲ្យកូនរស់នៅមិនពិបាកពេលកូនរៀបការហើយកូននឹងស្រឡាញ់គ្នាហើយខ្ញុំមិនគិតដោយពុកម៉ែអញ្ចឹងនោះទេខ្ញុំត្រូវការសុភមង្គលពិតប្រាកដមិនមែនដោយសារទ្រព្យនោះទេខ្ញុំរស់នៅបែបម៉េចក៏បានដែរឲ្យតែខ្ញុំបានរៀបការជាមួយមនុស្សដែលខ្ញុំស្រឡាញ់ហើយគេក៏ស្រឡាញ់ខ្ញុំវិញហើយកូននេះមិនក៏ពិបាកនិយាយគ្នាខ្លាំងម្ល៉េះចង់ឲ្យម៉ែពុកប្រើធေါ်ក្តៅមែនទេទើបកូនព្រមស្ដាប់តាមពុកម៉ែហ៎ម៉ែប្រាប់ទៅទោះជាវាយដំច្រំធាក់កូនក៏កូនមិនព្រមដែររីតាបានដើរចេញទៅរីតាឯងតាណានឹងនិយាយជាមួយម៉ែសិនមិនអីទេម៉ែវាកូនប្រហែលជាទទួលយកមិនទាន់បានទេទុកពេលឲ្យគេគិតឡើងវិញសិនទៅកុំទាន់អាលបង្ខំចិត្តគេអីចាស់ឯងខ្ញុំខ្លាចតែកូនគេមិនព្រមទេបើវាមិនព្រមយើងត្រូវតែប្រើធေါ်ក្តៅជាមួយនឹងវាហើយចាស់ឯងមិនក៏មានរឿងបែបនេះកើតឡើងចំពោះខ្ញុំអ្វីដែលខ្ញុំខ្លាចហេតុអីខ្ញុំត្រូវជួបវាពេលនេះខ្ញុំត្រូវធ្វើយ៉ាងម៉េចទៅខ្ញុំគួរតែប្រាប់រឿងនេះដល់បងវិឆ័យដែរទេខ្ញុំគិតអីមិនចេញទេព្រំលិខិតលែងសាច់នឹងខ្ញុំពេកហើយស្អែកឡើងរីតាគិតចង់ទៅណានឹងឲ្យបងជូនទៅទីលោកជាអ្នកណាស្គាល់ខ្ញុំដែរមែនទេនេះរីតាមិនស្គាល់អនាគតប្តីខ្លួនឯងទេមែនទេអូគឺលោកមែនទេបាទមែនហើយខ្ញុំគឺថាកាតារានោះអីអ្នកណាមិនស្គាល់ហើយលោកមានការជាមួយខ្ញុំទៅបងឃើញរីតាដើរតែម្នាក់ឯងបងបារម្ភខ្លាចមានអ្នកណាធ្វើបាបអនាគតប្រពន្ធបងទើបបងមកសួរនឹងណាលោកកុំចេះតែនិយាយផ្ដេសផ្ដាសអ្នកណាប្រពន្ធរបស់លោកខ្ញុំមិនទាន់បានយល់ព្រមទេចាំបាច់ធ្វើចរិតបែបនឹងធ្វើអីមុននឹងក្រោយគង់តែជាប្រពន្ធខ្ញុំទេដេកសម័យទៅខ្ញុំមិនធ្វើជាប្រពន្ធលោកជាដាច់ខាតកុំខ្លាំងបានតែមាត់អីជាមិនផុតនោះទេនាងគិតថារបស់ដែលខ្ញុំចង់បានហើយនឹងឲ្យរួចផុតដោយងាយងាយអញ្ចឹងហ៎លោកកុំមកពាក់ព័ន្ធនឹងជីវិតរបស់ខ្ញុំអីខ្ញុំសុខចិត្តស្លាប់ក៏មិនព្រមដែរចាំមើលទៅថានាងអាចរួចផុតពីដៃខ្ញុំទេខ្ញុំនឹងយកនាងឲ្យបានមនុស្សរកចិត្តកុំគិតចង់មកវាយខ្ញុំឲ្យសោះគ្មានស្រីណាម្នាក់មកវាយខ្ញុំបែបនេះនោះទេនាងពិតជាហ៊ានណាស់លែងដៃខ្ញុំណាលែងភ្លាមទៅដៃនាងពិតជាទន់មែនអញ្ចឹងតាបានជាខ្ញុំដកចិត្តមិនរួចពីនាងសោះលែងខ្ញុំភ្លាមអញជឿណាឆាប់លែងដៃនាងភ្លាមទៅលែងនាងហើយចុះឯងជឿណាដែរមកចេះដឹងស្អីយើងជាសង្សាររបស់នាងវិឆ័យយើងឆាប់ទៅកុំនិយាយជាមួយគេអីសង្សារអញ្ចឹងហ៎យើងប្រាប់ឯងទៅចុះរីតាគឺជាអនាគតប្រពន្ធរបស់យើងវៃឆាប់នេះនាងនឹងរៀបការជាមួយយើងហើយលោកកុំចេះតែនិយាយផ្ដេសផ្ដាសខ្ញុំមិនបានយល់ព្រមនឹងលោកនោះទេតែពុកម៉ែរបស់អូនព្រមលើកអូនឲ្យបងហើយតាអូនមិនដឹងទេហ៎បងវិឆ័យយើងឆាប់ទៅអូនមិនចង់នៅទីនេះទេកុំគិតថាចង់ទៅណាឲ្យសោះមកជាមួយបងមកអត់ទេលែងខ្ញុំទៅនេះណាកុំមកប៉ះពាល់សង្សាររបស់អញឲ្យសោះអូយយើឯងហ៊ានវាយយើងផងហ៎ឯងដឹងថាយើងជានរណាទេយើងមិនខ្វល់ថាឯងជានរណាទេថ្ងៃក្រោយកុំឲ្យយើងឃើញមុខឯងទៀតឯងតោះអូនរីតាឆាប់ទៅផ្ញើទុកសិនចុះយើងនឹងមិនឲ្យឯងបានសុខទេអូនយ៉ាងម៉េចហើយមានឈឺកន្លែងណាទីអូនមិនអីទេគេនិយាយសុទ្ធតែជាការពិតមែនទីអូនត្រៀមរៀបការជាមួយនឹងគេហើយហ៎
ទេបងអូនមិនបានយល់ព្រមរៀបការជាមួយគេទេពុកម៉ែជាអ្នកបង្ខំអូនឲ្យរៀបការជាមួយគេអូនមិនបានយល់ព្រមនឹងពួកគាត់ទេរឿងដែលពួកយើងខ្លាចពេលនេះវាបានកើតឡើងពិតមែនបងត្រូវធ្វើយ៉ាងម៉េចទេអូនមិនព្រមរៀបការនឹងគេទេបងសូមបងកុំបារម្ភអីអូនស្រឡាញ់តែបងម្នាក់ទេអ្នកណាក៏មិនអាចជំនួសបងបានដែរគេនោះប្រហែលជាអ្នកមានហើយបានជាពុកម៉ែរបស់អូនបង្ខំឲ្យអូនរៀបការជាមួយគេនោះមែនហើយបងគេនោះជាអ្នកមានតែពុកម៉ែគាត់ពេញចិត្តបែបនេះពេលនេះបងយល់ហើយទោះបីជាបងមានលុយដណ្ដឹងអូនក៏គាត់មិនព្រមលើកអូនឲ្យបងដែរព្រោះតែបងគ្មានអ្វីសោះហើយកំព្រាឪពុកម្ដាយទៀតអត់ទេបងកុំគិតអីអូនស្រឡាញ់បងអូនមិនបានគិតថាបងជាអ្នកក្រអីនោះទេពួកគាត់ក៏ដូចគ្នាបើពិតជាអញ្ចឹងមែនគាត់មិនបង្ខំអូនឲ្យរៀបការនឹងអ្នកមាននោះទេអូនមិនខ្វល់ទេគាត់គិតចឹងម៉េចបើគាត់នៅតែបង្ខំអូននឹងរត់ចេញពីផ្ទះមិននៅជាមួយគាត់ទៀតទេមិនក៏អូនគិតអញ្ចឹងបើគាត់ដឹងច្បាស់ជាខកចិត្តនឹងអូនហើយគាត់មិនយល់ពីអារម្មណ៍របស់អូនទេអូនគ្មានជំរឿអីក្រៅពីធ្វើបែបហ្នឹងទេអូនច្បាស់ហើយថាមិនតាមពុកម៉ែរបស់អូននោះអូនច្បាស់ហើយអូនមិនរៀបការជាមួយអ្នកណាក្រៅពីបងទេអូនសុខចិត្តស្លាប់ប្រសើរជាងរៀបការជាមួយគេបើអញ្ចឹងពួកយើងរត់ទៅជាមួយគ្នាទៅយើងទៅរស់នៅកន្លែងផ្សេងឲ្យឆ្ងាយពីទីនេះល្អទេអូនយល់ព្រមទៅជាមួយបងមិនថាបងទៅដល់ទីណាទេអូននឹងទៅជាមួយបងបើអញ្ចឹង3ថ្ងៃក្រោយបងចាំអូននៅកន្លែងនេះយើងនឹងរត់ទៅជាមួយគ្នាចាបងអូយខ្ញុំដូចជាឈឺក្បាលវិលមកដល់ហើយនេះខ្ញុំដាច់ទៅមុខមិនកាត់ទេអូយអាយសុភានតានាងកាត់អីហ្នឹងសុភានេះអាម្នាក់នោះតាវាកំពុងធ្វើស្អីជាមួយនរណានឹងឬមួយក៏ជាស្រីស្នេហ៍របស់វាយើងត្រូវតែថតទុកឲ្យរីតាបានឃើញចាំមើលថាតើរីតាឃើញរូបនេះហើយនាងនៅស្រឡាញ់វាទៀតទេសុភានាងយ៉ាងម៉េចហើយបានធូរខ្លះទេត្រូវការឲ្យខ្ញុំជូននាងទៅពេទ្យទេអូមិនអីទេដូចជាអន់បន្តិចហើយវិឆ័យគឺលោកជួយខ្ញុំនាងមិនអីពិតមែនណាមើលតែនាងស្លេកស្លាំងណាស់ខ្ញុំមិនអីទេមកពីខ្ញុំមិនទាន់បានហូបអីទៅវិលមកបន្តិចទៅពេលនេះបានធូរហើយបើអញ្ចឹងខ្ញុំធូរចិត្តបន្តិចមុននេះខ្ញុំភ័យណាស់ស្មានតែនាងកើតអីតាខានជួបវិឆ័យយូរមិននឹកស្មានថាថ្ងៃនេះបានជួបគ្នាសោះខ្ញុំក៏ដូចគ្នាមិនគិតថាបានជួបសុភាទេចុះវិឆ័យសុខទុក្ខយ៉ាងណាដែរខ្ញុំសុខទុក្ខធម្មតាចុះនាងវិញខ្ញុំមិនសូវសុខទេព្រោះខ្ញុំឈឺញឹកញាប់ណាស់ដូចមិញនេះអញ្ចឹងសុខក៏តែជាបែបនេះនាងត្រូវមើលថែសុខភាពបន្តិចទៅអញ្ចឹងឈឺញឹកញាប់មិនល្អនោះទេខ្ញុំដឹងហើយអរគុណហើយណាស់ដែលបានជួយខ្ញុំមុននេះវិឆ័យទំនេរដែរទេពេលនេះខ្ញុំចង់ប៉ាលោកទៅផឹកកាហ្វេមួយកែវតែយ៉ាងម៉េចដែរមានអីល្អអន្តាខ្ញុំទំនេរតាអញ្ចឹងពូមីងជំរាបសួរចាស់ក្មួយលើកដៃថ្វាយព្រះមកអង្គុយលេងសិនមកក្មួយបាទពូហើយថ្ងៃនេះមានការអីមកលេងផ្ទះមីងនឹងក្មួយខ្ញុំមានរឿងចង់សួរពូមីងរីតានាងមានសង្សារហើយពូមីងដឹងទេថ្ងៃមុនខ្ញុំត្រូវបានសង្សាររបស់រីតាគេវាយយ៉ាងដំណំឈឺនៅមិនទាន់បាននៅឡើយទេថាម៉េចនេះកូនរីតាវាមានសង្សារពិតមែនឯងពូមីងមិនបានដឹងរឿងនេះទេក្មួយអូយមីងមិនដឹងទេក្មួយព្រោះតាំងពីដើមឡើយរីតាគេស្ដាប់បង្គាប់ណាស់មិនធ្វើរឿងអីស្រេចតែចិត្តគេកុហកពុកម៉ែទេបើពូដឹងរឿងនេះព
ពូច្បាស់ជាទៅបំបីបំបាក់ពូវាមិនឲ្យតាក់ទងគ្នានោះទេ មែនហើយក្មួយនេះមកពីមីងផ្ដៅកូនស្រីមិនបានល្អហើយចុះក្មួយនៅឈឺខ្លាំងដែរទេ ឈឺខ្លាំងណាស់មីងឈឺចិត្តក៏ខ្លាំងដែរប៉ុន្តែមិនអីទេព្រោះរីតាប្រហែលជាមិនដឹងទេថាសង្សាររបស់នាងកំពុងតែលួចលាក់ក្បត់នាង ហាមានរឿងចឹងផងឯក្មួយដឹងមកពីណា ខ្ញុំដើរមកមុននេះឃើញពួកគេកំពុងតែស្និទ្ធស្នាលគ្នាហើយខ្ញុំក៏បានថតរូបទុកដែរខ្លាចរីតាមិនជឿខ្ញុំ អូល្អណាស់ក្មួយឲ្យតែមានផោះតាងកូនរីតាគេជឿស្ដោកហើយគេច្បាស់ជាព្រមនឹងពេញចិត្តក្មួយវិញហើយ ចៅរីតានៅផ្ទះទេខ្ញុំចង់ជួបនាងនិងប្រាប់រឿងនេះដល់នាង ចាំមីងហៅឲ្យក្មួយកូនរីតាម៉ែហាក់ខ្ញុំមានការអីហាលោកមកផ្ទះខ្ញុំធ្វើអីមិនក៏សួរអញ្ចឹងអាកូនបងគេខំមកលេងកូន ខ្ញុំមកនេះមានរឿងចង់ឲ្យរីតាបានដឹងកុំឲ្យតែចាញ់បោកគេទៀត លោកនិយាយនេះមានន័យថាម៉េច រីតាមើលដោយខ្លួនឯងទៅខ្ញុំឃើញតែចាញ់ដន់ទេ នេះបងវិឆែងតាគាត់កំពុងធ្វើអីហ្នឹង រីតាមើលឃើញហើយប្រហែលជាគិតយល់ហើយថាពួកគេទាំងពីរនាក់កំពុងធ្វើអី មិនប៉ាទេបងវិឆែងមិនអាចធ្វើអញ្ចឹងដាក់ខ្ញុំបានទេលោកក៏ខ្ញុំទឹកកុហករីតាធ្វើអីព្រោះតាំងមានច្បាស់បែបនេះហើយនោះ រីតាកូនឯងកុំទៅស្រឡាញ់មនុស្សប្រុសអញ្ចឹងអីមើលចុះគេគ្រាន់តែជាសង្សារឯងសោះហ៊ានក្បត់ឯងទៅហើយ មើលហើយកូនប្រុសបែបនឹងមិនសមនឹងឲ្យកូនទៅស្រឡាញ់ទេពុកឃើញហើយពិតជាស្អប់ណាស់អាប្រុសដែលលួចផិតក្បត់ពីក្រោយខ្នងបែបនេះ កុំខូចចិត្តអីណាកូនមិនមែនជាគូនឹងគ្នាថ្ងៃណាមួយគង់តែមានរឿងបែបនេះកើតឡើងឡើយខ្ញុំមិនជឿទេខ្ញុំត្រូវទៅសួរបងវិឆ័យឲ្យបានច្បាស់កុំទៅអីកូនរីតា ឲ្យនាងទៅពូមីងកុំហាមនាងអីខ្ញុំគិតថាព្រោះតាំងប៉ុណ្ណឹងអាចឲ្យពួកគេបែកបាក់គ្នាបានហើយបណ្ដោយសិនទៅឯងបើពួកគេមិនបែកគ្នាទេយើងត្រូវតែទៅបំបែកពួកគេ បងវិឆ័យបងពិតជាក្បត់អូនមែនមិនក៏បងធ្វើអញ្ចឹងដាក់អូនយើងសន្យាគ្នាបែបម៉េចខ្លះបងភ្លេចហើយបងភ្លេចសន្យាមែនទេឲ្យអូនរស់នៅយ៉ាងម៉េចទៅពេលនេះអូនស្រឡាញ់បងខ្លាំងណាស់បងក្បត់អូននៅចំពោះមុខបែបនេះអូនមិនអាចរស់ដោយគ្មានបងបានទេវិឆ័យខ្ញុំមើលអ្នកណាយំនៅទីនោះពេលនេះគេរត់ទៅហើយ អ្នកណាគេទៅសុភីហ៎ដូចជារីតានតាឬមួយក៏នាងកំពុងតែយល់ច្រឡំនឹងខ្ញុំ អូយឯងស្គាល់គេដែរមែនទេ នាងជាសង្សាររបស់ខ្ញុំប្រហែលជាគេយល់ច្រឡំខ្ញុំជាមួយនាងហើយមើលទៅ អញ្ចឹងឯងឆាប់តាមនាងទៅ អញ្ចឹងយើងទៅសិនហើយជួបគ្នាពេលក្រោយណា ចា រីតាអូនទៅដល់ណាហើយសង្ឃឹមថារីតានាងមិនយល់ច្រឡំទៅចុះឯងកូនរីតាគេមកវិញហើយ chẳng mạch hai côn mà cả thưa tự mộng trắng cái thưa ai côn men tí hả ắt tê mày cái bắt cái bắt trong bật men ôi cầm dùng ai côn cắt chặt tay nà côn cầm dùng đôi xa tại pro bắt chặt bài nì vía mình xạ xong nụ tê côn មិនហើយកូនឈប់យំទៅហើយចាប់ផ្ដើមសាងជីវិតជាថ្មីទៅកូនកុំខ្វល់ពីប្រុសបែបនោះអី ខ្ញុំកាត់ចិត្តមិនបានទេពុកម៉ែខ្ញុំស្រឡាញ់គាត់ខ្លាំងណាស់ខ្ញុំ
ចិត្តមិនទាន់បានទេប៉ាវាគិតយ៉ាងម៉េចទៅឯង ឲ្យកូនគេសម្រាប់សិនទៅឯងស្អែកចាំនិយាយគ្នាទៀតមើលតែកូនយើងនាងកំពុងតែឈឺចាប់ណាស់ អញ្ចឹងកូនទៅសម្រាកសិនទៅណាកុំគិតច្រើនអីកូនរឹងមាំឡើងនៅមានពុកម៉ែដែលស្រឡាញ់កូនខ្លាំងណាស់ម៉ែមិនចង់ឃើញកូនទៅជាបែបនេះទេចាស់ម៉ែ សូមរងចាំទស្សនាភាគបន្តសូមអរគុណ